ជំរាបសួរស្ដីអ្នកទាំងអស់គ្នាស្វាគមន៍ជាថ្មីមកកាន់វីដេអូបង្រៀនភាសាចិនថ្ងៃនេះគឺយើងនឹងសិក្សាពាក្យថ្មីជាមួយនឹងប្រយោគថ្មីទាំងអស់គ្នាអញ្ចឹងកុំអានខាត់ពេលវេលាយូរយើងចូលទៅសិក្សាពាក្យនិងប្រយោគដូចតទៅអញ្ចឹងពាក្យទី1នេះគឺយើងអានថាអ៊ីងកាយនឹងគឺបកប្រែថាគួរតែអ៊ីងកាយគួរតែចឹងដើម្បីឲ្យកាន់តែច្បាស់យើងទៅសិក្សានៅលើប្រយោគដូចតទៅអញ្ចឹងប្រយោគមួយនេះគឺយើងអានថា你应该去上学你应该去上学你应该去上学គឺបកប្រែថាអ្នកគួរតែទៅរៀន你应该去上学你应该去上学អ្នកគួរតែទៅរៀនចូលមកកាន់ពាក្យទី2គឺយើងអានថា桌子នឹងគឺបកប្រែថាតុ桌子បកប្រែថាតុចឹងដើម្បីឲ្យកាន់តែច្បាស់យើងទៅសិក្សាលើប្រយោគទាំងអស់គ្នាអញ្ចឹងប្រយោគមួយនេះគឺយើងអានថា桌子上有3本书桌子上有3本书桌子上有3本书នៅលើតុមានសៀវភៅ3ក្បាលអញ្ចឹងយើងអានម្ដងទៀត桌子上有3本书桌子上有3本书នៅលើតុមានសៀវភៅ3ក្បាល桌子上有3本书នៅលើតុមានសៀវភៅ3ក្បាលពាក្យទី3គឺយើងអានថា鞋子ស្បែកជើងអញ្ចឹងយើងអានម្ដងទៀត鞋子ស្បែកជើងអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់គឺយើងទៅសិក្សានៅលើប្រយោគទាំងអស់គ្នាអញ្ចឹងប្រយោគមួយនេះគឺយើងអានថា姐姐的鞋子除了红的还有白的姐姐的鞋子除了红的还有白的គឺបកប្រែថាស្បែកជើងរបស់បងស្រីក្រៅពីពណ៌ក្រហមនៅមានពណ៌សដែរអញ្ចឹងយើងអានម្ដងទៀត姐姐的鞋子除了红的还有白的ស្បែកជើងរបស់បងស្រីក្រៅពីពណ៌ក្រហមនៅមានពណ៌សដែរពាក្យទី4គឺយើងអានថា可能នឹងបកប្រែថាប្រហែល可能ប្រហែលអញ្ចឹងដើម្បីឲ្យកាន់តែច្បាស់យើងទៅសិក្សានៅលើប្រយោគអញ្ចឹងប្រយោគមួយនេះគឺយើងអានថា今天可能下雨今天可能下雨គឺយើងបកប្រែថាថ្ងៃនេះប្រហែលជាធ្លាក់ភ្លៀងអញ្ចឹងយើងអានម្ដងទៀត今天可能下雨今天可能下雨ថ្ងៃនេះប្រហែលជាធ្លាក់ភ្លៀងអញ្ចឹងវីដេអូមួយនេះគឺបានបញ្ចប់ត្រឹមនេះហើយបងប្អូនទាំងអស់គ្នាកុំភ្លេចជួយចុច Subscribe និង Share វីដេអូនេះម្នាក់មួយផង